គ្នាយើងមើលរៀនអំពី dynamic memory allocation គឺការរៀបចំ memory dynamic ហើយ content ដំបូងរបស់យើងគឺមាន dynamic memory allocation in C malloc calloc free reloc issue associated with dynamic memory allocation malloc versus calloc ហើយយើង ចូលដល់ចំណុចទី1របស់យើងគឺ memory dynamic memory allocation in C អ្វីទៅជា dynamic memory allocation dynamic memory allocation គឺដូចយើងខ្ចី data ដែលតាក់ទងជាមួយនឹង size ហើយខ្ចីពី heap ខ្ចី data ដើម្បីប្រើដូចយើងធ្វើកូដតាក់ទងជាមួយនឹង size ដូចជា array ជាដើមបើយើងអត់ដឹងថា array នឹងមាន size ប៉ុន្មានទេយើងអាចប្រើ memory allocation ដើម្បីខ្ចីពី heap memory ជាប្រើជា stack បើយើងអត់ដឹងថាវាមានទំហំប៉ុន្មានយើងខ្ចី memory ដើម្បីប្រើហើយ memory នេះយើងអាចតម្លើងប្រយ័ត្ននឹងវាអាចឡើងចុះតាមតែយើងនេះធ្វើយើងចូលដល់ចំណុចទី1គឺ malloc ជាវិញ malloc គឺជា memory ពាក្យពេញវាគឺ memory allocation malloc function is used to allocate a single block of contiguous memory on the heap at runtime ពេលយើងរត់កូដទៅវារៀបចំ memory ក្នុង block មួយដែល block ហ្នឹងវាជា memory ដែលអត់មាន uninitialize ដែលវា contain garbage value ដែលមានតម្លៃអត់ប្រយោជន៍អញ្ចឹងទៅមើល syntax របស់វាគឺ malloc ដែលមាន size ជា argument យើងមើលឧទាហរណ៍ខាងនេះយើងមាន integer ជាមួយនឹង pointer របស់យើង pointer ជាមួយនឹង mallocជាមួយនឹង argument size យើងមាន5 byte គុណនឹងទំហំរបស់ integer ទំហំរបស់ integer គឺ4 byte ទៅពេលយើង print ទំហំមកយើងឆែកមកគឺ20 byte យើង5គុណនឹង4 byte 5 byte គុណនឹង integer 4 byte អញ្ចឹងបាន20 byte នៃ memory មក block memory block មក malloc allocate ទៅ pointer នេះយើងឧទាហរណ៍ទី1គឺដើម្បីប្រើ malloc យើងត្រូវ include standard library សិនតែមកយើងពេលមើលនេះយើងមាន pointer យើងមាន integer malloc ហើយមាន20 byte ហ្នឹងយើង loop 5 ដងដល់មកដល់នេះគឺយើង loop pointer របស់យើង 5 ដងតែចាប់ដើមពី e0 វាអត់នេះវាឡងមកយើងចាប់ដើមពី1យើង offset មកវាហើយប្រើ e + 1ហ្នឹងវាស្រួលមើលតែពេលយើងprint មកយើងចាប់ដើម1 2 3 4 5តែ malloc នេះវាផ្ទុកនេះ memory 20 bit 20 byte ពេលយើងអត់ដឹងថា pointer យើងមាន array ប៉ុន្មានទំហំប៉ុន្មានយើងប្រើ malloc ដើម្បីវារក្សាទុក memory ចំពោះ pointer ដែលយើងដឹងថា array វាមានប៉ុន្មានចូលដល់ចំណុចមួយទៀតគឺ calloc ដូចជា malloc ដែរប៉ុន្តែវាចាប់ផ្ដើម initialize វា allocate memory ចាប់ពី0ទៅវាប្រើទៅពេលយើងត្រូវការ memory វា default 0វាចាប់ផ្ដើមមកពី0មកយើងមើលឧទាហរណ៍យើងមាន integer pointer របស់យើងជាមួយនឹង calloc 5 bit size យើងមាន5 block ឬយើងមកមើល syntax របស់វាគឺ calloc ចំនួន element ចំនួន
array មានប៉ុន្មាន element ហើយទំហំរបស់ element ហ្នឹងរបស់ array ឬក៏ pointer ឧទាហរណ៍យើងមកឧទាហរណ៍ទៀត pointer integer ខាងលុបយើងមាន5 element ហើយទំហំរបស់ integer return type របស់ pointer របស់យើង integer ហ្នឹង4 bit យើងមាន5 element 4ទៅពេលកន្លងយើងបាន20 byte នៃ memory is dynamically allocate to pointer 20 byte ទៅ pointer យើងមើលឧទាហរណ៍របស់យើងគឺ integer pointer allocate ខាងលុប5 element និងទំហំរបស់ integer យើងត្រូវឆែកបើ pointer របស់យើងមានតម្លៃ null បើវាមានតម្លៃ null វានៅអត់ដំណើរការទេបើវាមានតម្លៃ null យើងត្រូវ check ថាវាមានតម្លៃ null អត់បើវាមានតម្លៃ null យើង exit យើងបិទ program ហ្នឹងយើង print allocation fail យើងបិទ program ហ្នឹងយើង exit 0បើវាអត់ fail ទេយើង initialize វាពី0យើងមិនបាច់ no need to populate as already initialize ពី0ទៅពេលយើង initialize ពី0ទៅយើង loop មើលថាវា initialize ពី0ណាត់យើង print pointer របស់យើងមកពេល print មកយើងឃើញថា output វា0មែនគឺវា initialize ពី0បើយើងដាក់កន្លែងនៃការលុបវិញវាចេញមកវាចេញ random វាចេញ garbage value វាចេញលេខកាពីណាតែបើការលុបវិញវាចេញលេខ0វាចាប់ផ្ដើមពី0ទៅចូលមកចំណុចមួយទៀតគឺ free ជាអ្វី the memory allocated using function malloc and calloc is not deallocate on their own. The free function is used to release dynamically allocate memory back to the operating system. It is essential to free memory that is no longer needed to avoid memory leaks. Free ហ្នឹងពេលយើងប្រើ malloc ឬ calloc វា memory ហ្នឹងវាអត់ reset ទេពេលយើងប្រើវានៅ memory ចាស់ហ្នឹងវា reset បើយើងត្រូវតែ free function ហ្នឹង free malloc ឬ calloc ហ្នឹងដូចថាបើចាត់ free ទៅវានឹងfunction នេះ release dynamically allocate memory back to the operating system បើយើងអត់នេះទេ pointer វាអាចហើយជាគេ dangling pointer វាចេញ memory leak វាទាំងនៅ code របស់យើងមើល syntax របស់ free យើងគឺ free និង pointer ឈ្មោះអីគេយើងមើលឧទាហរណ៍យើងមាន pointer integer pointer calloc យើងឧទាហរណ៍ calloc មួយបើយើងប្រើហើយយើងត្រូវ free pointer របស់យើងដើម្បីreset memory របស់យើងឧទាហរណ៍យើងបើនិយាយតាមស្រួលស្ដាប់ទៅយើងជួលផ្ទះគេយើងខ្ចីផ្ទះគេខ្ចីបន្ទប់គេនៅពេលយើងប្រើហើយយើងត្រូវឲ្យនេះគេវិញយកឲ្យផ្ទះគេវិញឲ្យសោគេវិញយើងមើលឧទាហរណ៍ទី1យើងមាន pointer របស់យើងប្រើ calloc ហើយយើងធ្វើ operation នេះ loop ទៅយើង print result ឃើញ0តាមមកទៅពេលយើងប្រើ memory ដែលយើងខ្ចីគេរួចហើយយើង free មិនយកឲ្យគេវិញយើង free pointer ដែលយើងប្រើ calloc ហ្នឹងមួយទៀតគឺ reloc ឬ reallocate ហ្នឹងយើងដូចឧទាហរណ៍យើងប្រើmalloc ឬ calloc យើងប្រើ malloc ឬ calloc ទៅពេលយើងចង់ផ្លាស់ប្ដូរថាទំហំ integer ដូចឧទាហរណ៍នេះយើងមាន integer pointer យើងប្រើ malloc ដែលមាន5 integer ពេលតាមមកយើងប្រើមកយើងចង់ផ្លាស់ប្ដូរទំហំរបស់វាទៅយើងប្រើ reallocate ហ្នឹងយើងប្រើដោយ syntax របស់វា pointer reallocate ហើយយើងក្នុងវាចោលនេះយើងចាប់ដល់ pointer ចាស់របស់យើងឈ្មោះ pointer ចាស់របស់យើងតាមមកយើង reallocate យើងចង់ដូរប៉ុន្មានលើកមុនយើងមាន5
យើងដូរតែ10ឧទាហរណ៍ដូរតែ10ហើយគុណនឹង size នៃ integer របស់យើងដែលយើងប្រើដល់មកវាផ្លាស់ប្ដូរលើកមុនយើង5គុណទំហំនៃ integer 4ស្មើ20យើងដូរទៅ10ទៅគុណមកស្មើ40ទំហំ pointer យើងallocate យើងផ្លាស់ប្ដូរទំហំពេលក្រោយយើងប្រើ malloc ឬ calloc ក្នុងមើលតាមឧទាហរណ៍នេះយើងមាន pointer មួយដែលយើងប្រើ malloc ជាមួយ5 integer ហ្នឹងទំហំរបស់ integer size របស់ memory ហ្នឹងបន្តមកយើងចង់ resize memory block ហ្នឹងយើងចង់ផ្លាស់ប្ដូរដោយប្រើ reloc យើងប្រើផ្លាស់ប្ដូរ pointer ចាស់របស់យើងដោយប្រើ reloc ប្រើ reloc ចកឈ្មោះ pointer ចាស់របស់យើងបន្តមកយើងផ្លាស់ប្ដូរបានឧទាហរណ៍នេះយើងផ្លាស់ប្ដូរ10 integer ហើយគុណនឹងទំហំរបស់ integer ចាស់របស់យើងហើយយើងត្រូវឆែកថា pointer ចេញតម្លៃ null តម្លៃវា fail បើវា fail យើងត្រូវបិទ program យើង exit zone បើយើងអត់ត្រូវមកif នេះបើ pointer ស្មើតម្លៃ null ទេវានឹងគាំង program របស់យើងគឺអានេះយើងត្រូវចាំបាច់ធ្វើយើងឆែកបើវាមានតម្លៃ null ហើយចូលចំណុចមួយទៀតគឺ issue associated with dynamic memory allocation នេះជាបញ្ហាមួយចំនួនដែលតកតងជាមួយនឹង memory allocation ដែលយើងមានដូចជា memory leak បើយើងអត់ free បើយើងប្រើ function free pointer របស់យើងទេយើងអាចមាន memory leak យើង memory យើងកាន់តែពេញវា leak អត់ប្រយោជន៍ហើយនឹងទាំង system ហើយមួយទៀត dangling pointers បើយើង free ហើយបើយើងអត់ set pointer យើងទៅជាតម្លៃ null ទេវាអាចនឹងគោលរបស់យើងអាច crash ឬចេញលទ្ធផលដែលមិននឹកស្មានដល់លទ្ធផលប្លែកៗហើយមួយទៀត fragmentation បើយើងប្រើ allocation ទៅវិញមកច្រើនដងវាអាចនឹងចេញ fragment memory វាអាចគាំងនៃការប្រើខ្ចី heap space heap memory ហើយមួយទៀតគឺ allocation failure បើយើងអត់នេះទេបើយើងអត់ប្រើ if function យើងឆែកបើ pointer យើងជាតម្លៃ null ទេវានឹងគាំងរបស់ function របស់យើងមួយទៀត malloc versus calloc ហេតុអ្វីមិនយើងប្រើ malloc ហេតុអ្វីមិនប្រើ calloc វា malloc calloc វាស្ទើរគ្នាគ្រាន់តែ malloc វារត់លឿនជាង calloc ប៉ុន្តែវាតម្លៃ garbage តម្លៃអត់ប្រយោជន៍បើយើងអត់ define វាតែ calloc នេះវាអត់សូវគាំងវា less bug វាសូវគាំងហើយវារៀងយឺតជាង malloc ដែរប៉ុន្តែវាចាប់ផ្ដើមពី0 because ត្រង់វាចាប់ផ្ដើមពី0ហើយនឹងសរុបមកវាមានថាប្រយោជន៍រៀងៗខ្លួនវាយើងងាយស្រួលប្រើសម្រាប់ជាមួយនឹង pointer array ដែលយើងអត់ស្គាល់ថាវាមានទំហំប៉ុន្មានហើយយើងត្រូវរក្សា space heap ប៉ុន្មានដើម្បីរក្សា space ក្នុងការប្រើ user input នៅ array ដែលយើងដឹងយើងត្រូវគួរប្រើ malloc និង calloc ហើយថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេយើងចាំចូលនៅចំណុចក្រោយនៅថ្ងៃក្រោយអរគុណ